អត់មានកូនក្មេងទៅស្ដាប់ចាស់ចិត្តអាក្រក់ទេឥឡូវយើងសម័យមើលបើយើងមានជីដូនឬមួយក៏មានសាច់ញាតិគឺចាស់ចិត្តអាក្រក់ចង់ទៅក្បែរអត់កូនក្មេងត្រូវការចាស់ចិត្តល្អកូនក្មេងអត់ត្រូវមួយចាស់ចិត្តអាក្រក់ទេហើយកាលណាបុគ្គលណាដែលឲ្យចាស់ចិត្តអាក្រក់ធូរជីវិតហើយកូនក្មេងបាក់ស្បាតហើយកូនក្មេងជាប់ទ្រង់ហើយកូនក្មេងអត់មានសេរីភាពទេយល់បានទេអញ្ចឹងបើសិនជានៅក្នុងខ្លួនយើងចាស់ចិត្តអាក្រក់ធូរជីវិតបេះដូងតេតបាត់ហើយយល់បានទេបើនៅក្នុងខ្លួនយើងប្រកាន់ខ្លាចមានអ្នកពេញបបបេះដូងតេតបាត់ហើយសូមចាប់អារម្មណ៍ទៅអ្នកណានៅក្បែរយើងកម្មហើយអ្នកណាធ្វើការមួយយើងក៏កម្មដែរយល់បានទេឥឡូវខ្ញុំឧទាហរណ៍យើងអ្នកធ្វើការងារមានមេម្នាក់ហ្នឹងណាស្ដាច់ប្រកាន់ណាខ្លាចមានអ្នក3នឹងពេញបបយើងអ្នកធ្វើការយើងមានអារម្មណ៍អីចង់ធ្វើការមួយអត់ព្រោះតែលុយទ្រាំប៉ុន្តែការទ្រាំរបស់យើងមានដែនកំណត់យល់បានទេអញ្ចឹងអត់មានមកវត្តមានចាស់ចែលក្រក់ត្រូវមួយកូនក្មេងអត់មានទេពីព្រោះចាស់ចែលក្រក់បង្ក្រាបកូនក្មេងធ្វើបាបកូនក្មេងបិទសេរីភាពកូនក្មេងខ្ញុំឧទាហរណ៍សាមញ្ញក្មេងចង់ញ៉ាំការ៉េមកីបើចាស់ចិត្តល្អឲ្យញ៉ាំតែបើចាស់ចិត្តអាក្រក់អត់ញ៉ាំទៅឈឺអាលៀកពងកអត់បើក្មេងចង់លេងចាស់ចិត្តល្អឲ្យក្មេងលេងចាស់ចិត្តអាក្រក់អត់លេងទៅគ្រោះថ្នាក់គឺចឹងដល់ពេលចឹងកូនក្មេងសុវ័យចិត្តមួយចាស់អត់សុវ័យចិត្តទេពីព្រោះធម្មជាកូនក្មេងត្រូវការលេងត្រូវការញ៉ាំដើម្បីលេងដើម្បីញ៉ាំត្រូវមានសេរីភាពគេញ៉ាំអ្វីដែលគេចង់ញ៉ាំដល់ពេលចាស់ចិត្តអាក្រក់ប្រើទណ្ឌកម្មទៅដល់ពេលអញ្ចឹងណាវិធីនៃការជួយកូនក្មេងផ្លាស់ប្ដូរតួពីចាស់ចិត្តអាក្រក់មកចាស់ចិត្តល្អគ្រប់គ្រាន់នៅអត់ទាន់គ្រប់គ្រាន់ទៀតត្រូវពិនិត្យមើលសារពីកូនក្មេងបាក់ស្បាតអត់បើកូនក្មេងបាក់ស្បាតយើងត្រូវការជួយកូនក្មេងដើម្បីអីបនសាំអញ្ចឹងកលឹះសម្រាប់អ្នកថប់អារម្មណ៍គន្លឹះគឺដើម្បីយកឈ្នះអារម្មណ៍ខ្លាចគឺបនសាំមានន័យថាម៉េចរៀនប្រឈមរៀនធ្វើម្ដងតិចដងតិចដងតិចយូរទៅក្លាហានហើយអញ្ចឹងបើយើងនិយាយអំពីធម្មជាតិរបស់មនុស្សយើងអូមកថាមនុស្សម្នាក់មកដល់ភ្លាមក្លាហានភ្លាមអត់ទេគឺត្រូវការធ្វើហើយធ្វើទៀតធ្វើហើយធ្វើទៀតដើម្បីអីបនសាំវិធីបន្សាំគឺជាកលឹះដើម្បីដោះស្រាយការខ្លាច